ទាហានរបស់យើងបានចាប់បានជនជាតិចិន2នាក់ដែលជាកងកម្លាំងជួយច្បាំងខាងពួកកងទ័ពរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនតំបន់ដូញេតនេះគឺជាសម្ដីប្រកាសដំណឹងរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីរសៀលថ្ងៃទី8មេសានៅក្នុងសន្និសីទកាសែតរួមមួយជាមួយលោកនាយករដ្ឋមន្ត្រី Belgique នៅឯទីក្រុងគីវលោក Zelensky បានលើកឡើងទៀតថាគេបានរកឃើញលិខិតស្នាមបញ្ជាក់អត្តសញ្ញាណយ៉ាងច្បាស់ដែលបញ្ជាក់ថាជនទាំងពីរនាក់នោះគឺជាជនជាតិចិនយ៉ាងពិតប្រាកដលោក Zelensky បានឆ្លៀតឱកាសប្រកាសដំណឹងនេះផ្ញើសារទៅកាន់រដ្ឋាភិបាលលោក Donald Trump ថាសូមសហរដ្ឋអាមេរិកមេត្តាប្រុងប្រយ័ត្នតាមដានឲ្យបានច្បាស់នៅអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនបន្ទាប់ពីអ៊ីរ៉ង់និងកូរ៉េខាងជើងគឺពេលនេះមានភស្តុតាងបញ្ជាក់ថាមានប្រទេសថ្មីមួយទៀតហើយដែលចូលរួមជួយខាងរុស្ស៊ីដើម្បីធ្វើសង្គ្រាមឈ្លានពានទឹកដីនិងសម្លាប់ប្រជាជនអ៊ុយក្រែនលោក Zelensky អះអាងថាលោកនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនទៅជួបជាមួយនឹងសមាភាគីចិនដើម្បីទទួលបានការបំភ្លឺឲ្យបានឆាប់បំផុតសូមបញ្ជាក់ដែរថាផ្អែកតាមប្រភពអ៊ុយក្រែនគឺប្រហែលជាអាចមានជនជាតិចិនច្រើនអ្នកដែលកំពុងតែជួយប្រយុទ្ធក្នុងជួរកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនក្នុងទឹកមុខស្រងោតស្រងាត់លោក Zelensky បានលើកឡើងថាអ៊ុយក្រែនជាប្រទេសរឹងមាំតស៊ូបដិញ្ញាការពារទឹកដីមែនហើយតែអ៊ុយក្រែនមិនអាចមានកម្លាំងប្រយុទ្ធគ្រប់ទិសជាមួយនឹងកម្លាំងទាហានប្រទេសជាច្រើនក្នុងពេលតែមួយនោះទេលោក Zelensky អះអាងសារជាថ្មីថានេះគឺជាភស្តុតាងបញ្ជាក់ថាពូទីនមិនដែលចង់ឈប់ធ្វើសង្គ្រាមនោះទេទោះអស់ទាហានខ្លួនក៏នៅតែបន្តទៅរកកម្លាំងពីប្រទេសផ្សេងមកជួយនៅក្នុងសារវីដេអូមួយទៀតផ្សាយតាមបណ្ដាញសង្គមនៅថ្ងៃទី8មេសាដែរលោក Zelensky បានទាមទារឲ្យសហរដ្ឋអាមេរិកក្រុមប្រទេសអឺរ៉ុបនិងប្រទេសណាៗទាំងអស់ដែលស្រឡាញ់ចង់បានសន្តិភាពត្រូវតែប្រតិកម្មសួរនាំរកហេតុផលពីចិននិងពីរុស្ស៊ីគួររំលឹកថាកន្លងមកពេកាំងតែងតែប្រកាសជានិច្ចថាខ្លួនគឺជាភាគីអព្យាក្រឹតមិនកាន់ជើងនរណាទាំងអស់នៅក្នុងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនតែទន្ទឹមគ្នានេះមានប្រភពជាច្រើនបានអះអាងថាចិនបានសហការជួយខាងរុស្ស៊ីទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយដើម្បីឲ្យរុស្ស៊ីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនក្រោយដំណឹងចាប់បានជនជាតិចិន2នាក់នៅភាគខាងកើតអ៊ុយក្រែននេះលោក Andrei Sybiha រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបង្ហោះសារតាមបណ្ដាញសង្គម X ថាសម្ដីអះអាងរបស់ភាគីចិនដែលតែងតែប្រកាសថាខ្លួនជាអ្នកសន្តិភាពនិយមនោះគឺវាលែងមានន័យអ្វីតទៅទៀតហើយព្រោះមានជនជាតិចិនជួយប្រយុទ្ធខាងកងទ័ពរុស្ស៊ីដែលជាចៅឈ្លានពានអ៊ុយក្រែន